យើងផ្លាយបានប្រហែលយកប៉ុណ្ណឹងអានេះលេខ2ទុរេនខ្មែរមិនមុតអើយអញស្រុកមកបងខេត្តបងពុំ បងមកហើយនេះមកបងហើយគេកាត់នៅក្រៅនេះមកឥឡូវមើលសុំសាច់មកខ្ញុំកាត់បោះមួយបងអាហ្នឹងក៏ដាក់ឲ្យខ្ញុំមិននេះទេបើថារឿងបករឿងអីវាតែតែគេខ្លាំងខ្លាំង ទៅចៅមកគេអាឡាទុំមួយនេះអានេះវារួមត្រេនខ្ញុំផ្អែមតាំងពីមិនទាន់ទុំឲ្យតែផ្អែមលើកដាច់ទេបាទត្រេនខ្លាចតែសាទៅសួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកកាត់ត្រេននេះដល់មួយមុតមកខ្ញុំជក់ប្រៃហើយបងចង់កំងគឺបោះដុំមានតម្លៃបោះដុំជាពិសេសមិនគឺលក់រាយចាអញ្ចឹងកំងបានបងកំង1តោនក៏បាន2តោនក៏បាន50គីឡូក៏បាន100គីឡូក៏បានដែរលើពុះសាច់នេះមើលតទៅលោកអូខ្មែរយើងបងស្អាតណាស់ត្រេនខ្មែរយើងនេះអានេះពេញស្អាតចានេះខ្ញុំហៅខាងពេកហៅមកមិនថតនឹងទុំនៅមកម៉ែរកទុំមួយមើលនេះហ្នឹងចានិយាយថាអានឹងទុំលើកាត់ចាស់ទុំហ្នឹងឲ្យមិនកាត់ទុំឲ្យមកឥឡូវបើមានសាច់ឥឡូវបើមានចាចង់ឲ្យមើលថាសាច់ចាអានេះសាច់ចាស់ឡើយចាសាច់កាត់បណ្ដាបងនេះសាច់ចាស់ចានេះប្រភេទអានេះទៅនេះខ្លះខ្ញុំយកទៅយើងទុកពីទុកវិញទុកទុំឲ្យណាចាំចាំល្អមកនេះពួកអាណាមកគីឡូណាចុះក្រោមយើងយកទុំឲ្យអាណាធំតិចទុំហ្នឹងមកវាអត់ស្អាតទៅនេះកាត់ដែរណាកាត់នឹងចាំមើលសិនទីសិនទៅទុំមួយមើលសុខចិត្តទៅចាំផ្ញើឡើយប៉ុណ្ណាអញ្ចឹងបានថាអត់បានសាច់ទេមកជ័យទេនេះឲ្យមើលចិត្តខ្ញុំទៅយកទុំសាច់របស់នេះសាច់របស់នេះចាសាច់លុយហ្មងសាច់ខ្ញុំអាចជាតិម្សៅហ្នឹងមើលខ្ញុំសុំមកបន្តិចណាបាញ់ទៅចឹងហ្នឹងឯងតែដើមមកបាយបើមិនមាត់ហ្នឹងហើយសំខាន់ចាស់ហើយមកឯងអ្នកកាត់ឯងសំខាន់ចាស់ឲ្យខ្ញុំមកយកមកចាស់ល្អពួកខ្ញុំមិនដឹងចាស់ទេដឹងទុំត្រេនចាស់បងមកដាក់ម្សៅចាហ្នឹងលេខ1អានេះអត់តុំណាមិនតែវាចាស់យើងញ៉ាំទៅក៏ឆ្ងាញ់ដែរវាចិត្តផ្អែមហើយទៅចាំឲ្យម្សៅហ្មងបងចង់និយាយថាចេះពេលដែលបងទិញត្រេនណាបើសិនជាទិញនៅក្នុងតម្លៃ30000 25000គឺត្រេនលេខ1ចាហើយបើសិនជាបងខាងហេដួលកាមេរ៉ាឯងឡាចូលហើយបើសិនជាបងខាងត្រេនលេខទូចត្រឹមតម្លៃបើគេលក់បងត្រឹម20000 18000គឺត្រេនលេខទូចហ្នឹងមិនមែនរបស់វៀតណាមទេណាកុំច្រឡំណាចាទិញតម្លៃឬតម្លៃ17000 18000ថារបស់វៀតណាមអីទៅរបស់ខ្មែរតែគ្រាប់ពេលផ្លែទូចទេណាបញ្ជាក់ឲ្យលេខ1លេខ2មានលេខ1មានលេខ2លេខ1គឺ30000 1គីឡូ30000ជំនាញរបស់ខ្មែរជំនាញរបស់ខ្មែរចាំចាបងចាំបានតម្លៃធូរថ្លៃគឺតែទុំផងនៅអង្គុយឆ្ងាញ់ប៉ុណ្ណឹងឯងហ្មងទុំទៀតដឹងឆ្ងាញ់ប៉ុណ្ណាមែនទេនេះគាត់ថាចាស់នេះគ្រាប់ពីនៅធ្វើឡើងបន្តិចបើសិនជាគ្រាប់ចាស់ហ្មងដាក់ទៅវាអែមហើយមួយថ្ងៃ10ថ្ងៃទៀតទេ10ថ្ងៃទៀតវាមិនតាន់ពេញលក្ខណៈចាស់ទេណាព្រោះគ្រាប់ហើយប៉ុន្តែអាចយកបានហ្នឹងហើយអាចយកបានពួកអីសាច់វាដាក់ម្សៅអស់ហើយដាក់ម្សៅហើយវាមានជាតិទឹកទេប៉ុន្តែបើប្រពេញចាស់វាមិនតាន់ចាស់ទេវាមិនតាន់ដល់ថ្ងៃទេយើងទៅរៀនចាស់ហើយពេញចាស់ហ្មងចង់ឲ្យផ្អែមឈ្ងុយឬទៅរៀនទៅទៅរៀនទុំមកឡាអូយឯងឃើញពុំថតអត់យើងហៅបានយើងទទួលបានប៉ុណ្ណឹងវាមិនតាន់កំប្លែងកាមេរ៉ាដៃគឺសាប់ទេកូន5ថ្ងៃអីកើរូបថតមើលកើតទេមែន10ថ្ងៃដល់ហើយឥឡូវទៅរៀនបងខ្ញុំគាត់យកមកឡើយចាំហូបរៀនទុំអានោះមិនមែនបាទទុំធ្លាក់ពីដើមមកសមិញមួយខ្ញុំមកកាត់ឆ្ងាញ់ជាងហ្នឹងទៀតចាទុំបងអញ្ចឹងបងចង់កំងត្រេនយកទៅលក់បោះដុំបន្តកុំភ្លេចឆាតចូលពេកឬក៏ខលមកលេខទូរស័ព្ទក្នុងពេកអញ្ចឹងហើយមកដល់ទីតាំងក៏បានដែរតានីត្រេនបើសិនជាបងចង់បានផ្លែគ្រាប់តូចឬក៏គ្រាប់លេខ1គឺអាចសួរនាំព័ត៌មានបានណាចឹងគាត់បញ្ជាក់បងថាត្រេនផ្លែលេខតូចនិងផ្លែលេខធំហើយពីបោះខ្មែរយើងពិតប្រាកដមិនមែនតម្លៃសម្រាប់ថាយកប៉ុណ្ណឹង15000 20000 30000អីជាបងនិយាយថាលេខ2ប៉ុណ្ណឹងបានដែរចាអូខេចឹង2នាក់នេះ3តោនខ្ញុំ2នាក់នោះ2នាក់នេះ600គីឡូហើយចែមហើយណែខ្ញុំចាំហើយដាក់7គីឡូ7គីឡូ2នាក់គាត់ហ្នឹងហ៎7គីឡូតែយកលេខ2អត់500ម្នាក់ទៅខ្ញុំពេញគេប៉ុណ្ណឹងថាម្នាក់នោះគាត់ដាក់ឲ្យខ្ញុំឬអត់អញ្ចឹងហើយកំងនេះព្រៀងទៅមកចោលទៅ300គីឡូហើយណាខ្ញុំចង់ទៅប៉ុណ្ណាខ្ញុំយកប៉ុណ្ណឹងសិនហើយបងឯងទៅថ្ងៃហីអត់អីបងនេះមកមើលតារ៉េនសំខាន់មកឯងមកសាច់ប៉ុណ្ណឹងអត់នេះមើលសាច់បើស្រឡាញ់តែបើយើងប៉ុណ្ណឹងអូខេសាច់ឈ្ងុយទៅមើលបងសេរីអាលេខបានសៅមែនបាច់អូណាទេបងបាច់ជាប៉ុន្តែគាត់ថាបងមិនសិនជាបងចង់កំងអានេះគឺផ្លែតូចគ្រាប់តូចហ្នឹងវាចូលប្រភេទលេខ2តម្លៃគឺបងអាចឆាតយក20បានឬទៅតាមសម្រាប់ហើយមានផ្លែលេខ1មានផ្លែលេខ2ជាត្រេនរបស់ខ្មែរពិតប្រាកដណាខ្ញុំមកដល់ចកាយតិចទៀតថតចកាបងអត់ទេមើល5យប់បើសិនជាអត់ទុំតោះខ្ញុំដូរវិញតែបើវាទុំខ្លះៗបងអស់គ្នាមាននៅត100គីឡូអីវាបងអស់គ្នាឥឡូវនេះគឺខ្ញុំមកដល់ចំការមេមុតទៅហើយនៅខាងកងចាមបងអស់គ្នាហើយនេះគឺត្រេនយើងនៅដើមតែដល់សិនជាបងអស់គ្នាកំងតម្លៃបងគឺពិសេសតែម្ដងដោយសារតែត្រេននេះគឺ
យក50គីឡូ100គីឡូអីគឺកំងបានអូខេមានតាមលេខតែម្ដងបងប្អូនគ្នាណាបងប្អូនឃើញទេចាសិតតែ100ថ្ងៃគាត់ពួកគាត់និយាយនេះពួកគាត់សិតតែអ្នកទិញតរេនលក់ឲ្យបងប្អូនគ្នាតរេនខ្មែរយើងចំហើយគឺ100ថ្ងៃពេញតែម្ដងដែលគាត់កាប់យកមកលក់